editor ខ្ញុំមួយបាត់ភ័ក្រគេនឹងគេបាននិយាយថាបងចំពោះកាដូបយ៉ាងណាឲ្យតែខ្ញុំពងម្ដងណាក៏ស្វិតដែរដឹងមិនទេគឺវាអត់ឆ្ងាញ់បដាអត់ស្រួយធ្វើមិនក៏វាអត់ស្រួយមកនេះជ្រុលតែអញ្ចឹងខ្ញុំថតតែហ្មងទៅចែករំលែកថាធ្វើមិនដើម្បីឲ្យចង្រិតបំពងឬក៏កាដូបបំពងរបស់យើងនឹងវាស្រួយល្អហើយមុននឹងទៅដល់ថាធ្វើមិនស្រួយល្អដំបូងហ្នឹងគឺថាខ្ញុំក៏ដឹងពីអ្នកលក់កាដូបដែរខ្ញុំថាកាដូបហ្នឹងខ្ញុំរវល់ថាបងអើយទៅដល់ផ្ទះនៅហូតអាចហូតអីទៀតទៅបេះស្លាប់ទៀតយូរណាបងមិនដឹងស្មានណាបានញ៉ាំទេព្រោះអីវាច្រើនគីឡូម៉ងហើយពេលដែលទិញមកហ្នឹងគឺរស់ទេអ្នកនរអស់គ្នាតម្រាំដែលខ្ញុំជីមកដល់ផ្ទះហ្នឹងគឺថាវាងាប់អស់លេងបងស្រីលក់កាដូបហ្នឹងក៏បានប្រាប់ខ្ញុំវិញថាកុំភ័យកាដូបតែវាងាប់គឺវាជុះអាចអស់ហើយអញ្ចឹងនៅក្នុងពោះវាហ្នឹងគឺអត់មានអាចអីទេហើយបើចំពោះស្លាប់វិញគេបំពងទាំងអស់បានតើអូហើយបើផ្ទះយើងគ្នាច្រើនហើយទិញច្រើនគីឡូអញ្ចឹងទៀតធ្វើក៏មិនដឹកស្ប៉ាណាបានញ៉ាំដែរអញ្ចឹងហើយយើងដាក់តែគ្រឿងក្រៅមកដល់តែពេលឆ្អិនពីណាគេញ៉ាំពីនឹងបេះស្លាប់រៀងខ្លួនទៅបើមិនសឹកចិត្តមានអ្នកចង់បេះគូតក៏បេះគូតហើយញ៉ាំតែហ្មងទៅវាលឿនហើយវាស្រួលអញ្ចឹងណាបាទត្រង់ដាក់ម្សៅនេះបើបំពងម្ដងច្រើនដាក់ក៏ដាក់ទៅតែបើបំពងច្រើនដងវាស្អិតវាជាប់រៀងញ៉ៃញ៉ៃដែរចង់ដាក់ក៏បានអត់ក៏បានដែរវានៅស្រួយដូចគ្នាអញ្ចឹងតែខ្ញុំវាធ្លាប់ដៃឯនោះចង់ការប្រាប់ថាធ្វើមិនបានវាស្រួយគឺវាស្រួលទេដាក់ប្រេងឆាហ្នឹងឲ្យតែច្រើនមកហើយបើកខ្លាញ់ឲ្យក្តៅហ្មងហើយចាំយើងបន្ថយក្រាស់ចុះមកវិញបន្តិចមកចាំយើងធ្វើការចាក់ជាមួយនឹងចង្រិតឬក៏កាដូបំពងយើងនឹងចូលតែខ្ញុំរីកមិនសូមឲ្យប្រើខ្ទះធំអត់អាចប្រើខ្ទះតូចបានទេណាព្រោះតែពេលចាក់ទៅវាផោឡើងច្បាស់ជាវាហៀមមកវាឆាបវាឆេះអញ្ចឹងណាអ្នកទាំងអស់គ្នានឹងកន្លែងហ្នឹងគឺប្រយ័ត្នមែនតើគ្រឿងក្រៅកាឡុកក្រៅហ្នឹងមានខ្ទឹមបំពងមានស្លឹកខ្ទឹមមានម្ទេសហាន់មានម្ទេសហុយមានជាមួយនឹងអំបិលកញ្ចប់ស្រាប់កាឡុកជើងមាន់ហ្នឹងជាមួយនឹងរ៉ូឌីជាមួយនឹងស្ករសហើយកុំភ្លេចជាមួយនឹងទឹកស្អ៊ីវបន្តិចធានាថាឆ្ងាញ់កប់សេរីតែម្ដងបំពងតែមួយផ្លែទេគឺថាបានញ៉ាំហើយឡងស្រួយខ្ញោហើយកតាដែលធ្វើឲ្យស្វិតរាល់ដងហ្នឹងដោយសារប្រេងតិចហើយប្រេងមិនទាន់ក្តៅល្អផងចាក់ចូលទៅហើយម្លងដៃបំពងហ្នឹងគឺអត់ហ៊ានប្រើភ្លើងខ្លាំងប្រើតិចពេកអញ្ចឹងវាស្វិតដែរអរគុណជម្រាបលាបង